តើពេលដែលយើងចាស់ទៅហើយអត់អាចធ្វើកិច្ចការអីបានទៀតតើបាននរណាគេមកផ្គត់ផ្គង់ឲ្យយើងហើយចុះពេលដែលយើងធ្លាក់ខ្លួនឈឺដោយចៃដន្យតើបាននរណាគេជាអ្នកផ្គត់ផ្គង់ថ្លៃព្យាបាលឲ្យជាធម្មតាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឮហើយថានៅតាមប្រទេសជឿនលឿនមួយចំនួនគេមានប្រព័ន្ធមួយសម្រាប់ជួយប្រជាជនខ្លួនដល់អ្នកដែលត្រូវការជាចាំបាច់ដែលជាជនងាយរងគ្រោះដូចជាមនុស្សចាស់ជរាស្ត្រីមានផ្ទៃពោះទារកនិងកុមារជាពិសេសប្រជាជនដែលក្រីក្រតែម្ដងតាមរយៈកិច្ចគាំពារនានាឧទាហរណ៍ការដែលអាចទៅព្យាបាលបានដោយមិនបង់លុយជាដើមតែអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ឬអត់ថានៅប្រទេសយើងមានដូចគេអត់ចុះអ្នកទាំងអស់គ្នាជឿឬអត់ប្រសិនបើខ្ញុំនិយាយថានៅកម្ពុជាយើងក៏មានដូចគ្នានៅប្រទេសកម្ពុជាយើងគេហៅប្រព័ន្ធនេះថាប្រព័ន្ធគាំពារសង្គមតើប្រព័ន្ធគាំពារសង្គមនឹងជាអ្វីហើយហេតុអីបានជាយើងត្រូវដឹងពីប្រព័ន្ធគាំពារសង្គមតាមពិតទៅប្រព័ន្ធគាំពារសង្គមនៅកម្ពុជាមានយូរណាស់មកហើយពោលគឺចាប់តាំងពីកម្ពុជាបញ្ចប់របបប្រល័យពូជសាសន៍មកម្លេះដោយមនុស្សភាគច្រើនស្គាល់តាមរយៈពាក្យថាសង្គមគិច្ចរហូតមកដល់ឆ្នាំ2016កម្ពុជាបានច្របាច់ប្រព័ន្ធពីរបញ្ចូលគ្នាគឺប្រព័ន្ធសន្តិសុខសង្គមនិងជំនួយសង្គមដើម្បីបង្កើតបានជាប្រព័ន្ធគាំពារសង្គមដោយដែលមានចែងនៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម2016ដល់2025បច្ចុប្បន្នក្របខ័ណ្ឌគោលនយោបាយនេះបានវិវត្តខ្លួនឈានមកដល់ដំណាក់កាលទី2ហើយដែលមានឈ្មោះថាក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម2024ដល់2035ក្នុងគោលនយោបាយនៃក្របខ័ណ្ឌថ្មីនេះបានវិវត្តប្រព័ន្ធគាំពារសង្គមមកផ្ដោតសំខាន់ទៅលើការអន្តរាគមន៍គាំពារសង្គមច្បាស់លាស់ទៅតាមហានិភ័យនៃវដ្តជីវិតទាំង7ដំណាក់កាលរបស់យើងជាទូទៅជីវិតរបស់មនុស្សយើងប្រៀបដូចជាខ្សែបន្ទាត់មួយដែលចាប់ផ្ដើមនៅចំណុចដំបូងគឺស្ថិតនៅក្នុងផ្ទៃម្ដាយបន្ទាប់មកក៏សម្រាលជាទារករួចធំធាត់មកជាកុមារនិងទទួលបានការអប់រំរហូតដល់ចម្រើនវ័យមកដល់ការសិក្សារៀនជំនាញបន្ទាប់មកចេញប្រកបអាជីពការងារមុននឹងឈានដល់វ័យចាស់ជរាដែលក្រោយមកក៏លាចាកលោកនេះទៅវិញហើយមនុស្សគ្រប់រូបសុទ្ធតែប៉ងប្រាថ្នាចង់ឲ្យជីវិតរបស់ខ្លួនមានដំណើរការទៅតាមដំណាក់កាលនីមួយៗដោយរលូនប៉ុន្តែជារឿងដែលមិនអាចជៀសរួចនៅតាមដំណាក់កាលនីមួយៗនៃជីវិតមិនប្រកាសថាយើងអាចឆ្លងកាត់វាដោយរលូនឡើយមិនតែប៉ុណ្ណោះវាសុទ្ធតែអាចបង្កឲ្យពលរដ្ឋប្រឈមនឹងហានិភ័យនានាដោយចៃដន្យនៅក្នុងប្រការណាមួយជាក់ជាពុំខានដូចជាបញ្ហាសុខភាពការជួបប្រទះនឹងគ្រោះថ្នាក់ដោយចៃដន្យឬក៏បញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួននិងគ្រួសារជាដើមហើយនៅគ្រប់ដំណាក់កាលទាំងនេះទាមទារឲ្យមានការគាំពារនិងទំនុកបម្រុងដាច់ខាតពីមជ្ឈដ្ឋានជុំវិញខ្លួននិងរដ្ឋាភិបាលដែលនេះហើយគឺជាកាតព្វកិច្ចដ៏ចាំបាច់ដែលយើងត្រូវស្គាល់និងយល់ដឹងពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជាចុះដើម្បីទប់ទល់នឹងហានិភ័យនានាដែលអាចកើតមានឡើងក៏ដូចជាផ្ដល់ការគាំពារដល់ពលរដ្ឋាភិបាលមានគោលនយោបាយយ៉ាងណាខ្លះចំណែកឯប្រជាពលរដ្ឋអាចទទួលបានអត្ថប្រយោជន៍យ៉ាងណាខ្លះពីគោលនយោបាយមួយនេះដើម្បីផ្ដល់ការគាំពារទាំងនេះរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីនិងរបបចំនួន2គឺកម្មវិធីជាតិជំនួយសង្គមនិងរបបសន្តិសុខសង្គមកម្មវិធីជាតិជំនួយសង្គមគឺជាការរ៉ាប់រងដោយថវិការដ្ឋទាំងស្រុងសម្រាប់ផ្ដល់ការគាំពារតាមតម្រូវការជាក់ស្ដែងដល់គ្រួសារងាយរងគ្រោះជាពិសេសគ្រួសារក្រីក្រដែលមានប័ណ្ណសម្បត្តិចំណែកឯរបបសន្តិសុខសង្គមដែលគ្រប់គ្នាស្គាល់ថាបសសគឺជាប្រព័ន្ធភាគទានមួយដែលតម្រូវឲ្យសមាជិកដែលបានចុះឈ្មោះទាំងអស់ដាក់ថវិកាចូលគ្នាប្រចាំខែក្នុងប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវមួយហើយនៅពេលដែលសមាជិកណាមួយជួបប្រទះនឹងហានិភ័យថវិកាដែលបានដាក់ចូលគ្នានេះនឹងត្រូវដកចេញមកជួយសមាជិករូបនោះឧទាហរណ៍ថាគ្រួសារខ្ញុំមានសមាជិក5នាក់ដែលសុទ្ធសឹងតែជាសមាជិកបសសទាំងអស់ហើយពួកខ្ញុំទាំង5នាក់ត្រូវបង់ប្រាក់ប្រចាំខែទៅក្នុងបេឡាមួយដែលមានឈ្មោះថាបេឡាជាតិសន្តិសុខសង្គមហើយនៅពេលសមាជិកណាម្នាក់ក្នុងគ្រួសាររបស់ខ្ញុំធ្លាក់ខ្លួនឈឺហើយទៅមន្ទីរពេទ្យពេលនោះគ្រួសាររបស់ខ្ញុំនឹងទទួលបានការបង់ថ្លៃជំនួសដោយបសសមិនមែនពីប្រាក់ក្នុងហោប៉ៅផ្ទាល់របស់សមាជិកនីមួយៗនៃគ្រួសាររបស់ខ្ញុំទៀតនោះទេកម្មវិធីនិងរបបទាំងពីរនេះត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ចេញដើម្បីតម្រូវទៅតាមហានិភ័យទាំង7នៃជីវិតដែលត្រូវបានបែងចែកដូចជាមិត្តភាពនិងហានិភ័យកុមារភាពដែលចាំបាច់ក្នុងការគាំពារទៅលើមាតានិងទារកព្រមទាំងការធានានូវសុខភាពកុមារហើយនិងការទទួលបានការអប់រំហានិភ័យសុខភាពដូចជាការព្យាបាលជំងឺដែលឥតគិតថ្លៃហានិភ័យការងារប្រសិនបើសមាជិកណាម្នាក់ជួបប្រទះនឹងគ្រោះថ្នាក់ដោយចៃដន្យក្នុងពេលប្រកបការងារឬកំឡុងពេលធ្វើដំណើរនិងត្រឡប់មកពីធ្វើការវិញនេះកម្មភាពផ្ដល់ជំនួយដល់ពលរដ្ឋដែលគ្មានការងារធ្វើការគាំពារចំពោះហានិភ័យនៃពលរដ្ឋដែលគ្មានជំរកហានិភ័យពិការភាពដែលផ្ដល់ជំនួយចាំបាច់ដល់ជនពិការដែលមិនអាចធ្វើកិច្ចការងារបាននិងហានិភ័យនៃជរាភាពនិងឧត្តរជីវីដែលផ្ដល់ជាជំនួយដល់ជនចាស់ជរាឬគ្រួសារដែលមានសមាជិកទទួលមរណភាពដោយដែលបានរៀបរាប់ខាងលើប្រព័ន្ធគាំពារសង្គមមានផ្ដល់ការគាំពារទៅតាមហានិភ័យនៃវដ្តជីវិតក្រោមរបបនិងកម្មវិធីចំនួន2ជាគោលគឺកម្មវិធីជាតិជំនួយសង្គមនិងរបបសន្តិសុខសង្គមកម្មវិធីជាតិជំនួយសង្គមផ្ដោតសំខាន់ទៅលើការផ្ដល់ការគាំពារដល់គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនិងក្រុមគោលដៅងាយរងគ្រោះមួយចំនួនទៀតចំណែកឯរបបសន្តិសុខសង្គមផ្ដោតសំខាន់ទៅលើការគាំពារចំពោះកម្មករនយោជិកដែលបម្រើក្នុងវិស័យឯកជនវិស័យសាធារណៈនិងបុគ្គលស្វ័យនយោជ
ចុះដើម្បីទទួលបានការគាំពារពីប្រព័ន្ធគាំពារសង្គមតើយើងត្រូវធ្វើដូចម្តេចដើម្បីទទួលបាននូវការគាំពារពីកម្មវិធីជាតិជំនួយសង្គមអ្នកទាំងអស់គ្នាត្រូវមានប័ណ្ណសមត្ថភាពឬប័ណ្ណគ្រួសារងាយរងហានិភ័យហើយដើម្បីទទួលបានប័ណ្ណនេះលុះត្រាតែយើងជាអ្នកក្រីក្រពិតប្រាកដហើយធ្វើការស្នើសុំទៅកាន់អាជ្ញាធរមូលដ្ឋានឃុំសង្កាត់សម្រាប់ការចុះវិតម្លៃមុនទទួលបានប័ណ្ណសម្បត្តិនិងប័ណ្ណគ្រួសារងាយរងហានិភ័យចំណែកឯមន្ត្រីរាជការបុគ្គលិកក្រុមហ៊ុនឯកជនដែលជាកម្មករនយោជិកបុគ្គលស្វ័យនយោជដែលជាអ្នករកចំណូលដោយខ្លួនឯងអាចតាក់ទងទៅកាន់បេឡាជាតិសន្តិសុខសង្គមដើម្បីទទួលបានព័ត៌មាននិងការចុះឈ្មោះជាសមាជិកបសស